bạn bóng ổn đấy trong một cái ca bằng hàng thìแบบចិញ្ចឹមមិនតាមបែបធម្មជាតិណាចិញ្ចឹមមិនស្រែតាមបែបធម្មជាតិណាតាមបែបធម្មជាតិបងប្អូននេះទឹកឡើងគឺយើងប្រឡែងវាឆ្អែតណាឡើងវាសេរីភាពរបស់វាឆ្អែតនេះហៅថាតាមបែបធម្មជាតិណាគឺធម្មជាតិរបស់វាធម្មជាតិនេះទេអានេះដើមឆាយាបងប្អូនមេឃវាមេឃខ្ញុំកាច់មេឃវាមកបាទខ្ញុំកាច់មេឃវារងវែងបន្តិចមកខ្ញុំដើរដោតគេទេខ្ញុំដើរដោតដូចយើងទឹមដាំអញ្ចឹងណាចឹងអានឹងដោតទៅយើងមើលទៅវាដូចទឹមដាំបាទដោតមកជូរចេះទៅហ្នឹងហើយខ្ញុំដោតមកជូរទៅទៅពេលខ្ញុំដើរចេញមកខ្លះខ្ញុំទៅបានដើរចេញផងវាចាប់ដើមចូលទៅម្ដងចូលទៅស៊ីជើវាជើស៊ីបាទវាជើស៊ីអញ្ចឹងបាទព្រោះអាហ្នឹងបើសិនតែយើងកាច់មេឃឆាយាមកយើងបោះវានៅក្នុងដីហ្នឹងវាអត់សូវស៊ីអស់ទេវាជឿនបាទវាជឿនទៅជឿនមកវល់បែកវាឈប់ស៊ីបដ ទៅពេលយើងដាក់ដោតដូចយើងដាំអញ្ចឹងដូចវាដោតលុះថ្មីយើងក្រោយវាស្មានតែnày លុះថ្មីហ្នឹងចូលវាចាប់ដើមនេះហ្នឹងបាទហ្នឹងវាចាប់ដើមស៊ីនេះហ្នឹងចង់ស៊ីវាស៊ីអត់សល់ទេវាស៊ីទៅចុកទៅអស់លិញវាចុកទៅអស់ពីនេះណាខ្លះចុកទៅស៊ីទាំងមេឃស៊ីទាំងធាំងវាគាត់ដើមវាផុយទេដើមវាផុយល្អចង់វាចុកបាច់ស៊ីទៅអស់ហ្នឹងវោះងាយតែប៉ុណ្ណេះយើងនៅវោះងាយដោតទៅវានៅវោះងាយបាទដោតទៅវានៅឈោទៅវោះងាយទៅវាចុកអបសក់វាចុកស៊ីលេងទេក្នុងមួយថ្ងៃនេះអត់បាក់ដាក់ឲ្យទៀតទេយើងដាក់ឲ្យតែម្ដងប៉ុណ្ណឹងឯងក្នុងមួយថ្ងៃទេណាបាទព្រឹកឡើងយើងកាច់ដោតតែម្ដងទៅចង់បោះឆាយាយើងច្រើននឹងអត់នេះទេអញ្ចឹងវាមានជាតិបន្លែនៅក្នុងនោះស្រេចបាទអញ្ចឹងមានវាដោតម្ដងនេះចាប់ដើមមកជុំគ្នាបាទនេះទៅមកអស់ខ្លះទៅឃើញខ្លះទៅឃើញមកអស់ហ្នឹងខ្លះឃើញទៅហ្នឹងនេះមើលជើទាញមិនសល់ទេបាទកម្លាំងល្អសុខភាពល្អបាទហ្នឹងណារោពងក៏ប៉ុន្តែអត់ប៉ុន្តែហ្នឹងខ្ញុំធ្វើមិនតាមបែបធម្មជាតិរបស់វាចឹងណាពងតែណាស៊ីទៅណារត់ក៏រត់ទៅណាក៏ស្រែកទៅនេះបាទនេះគេទេបាទនេះចុកដល់គ្នាខ្នៅបាទណាស៊ីចំណីផងណាស៊ីណែបន្លែផងចំណីក៏ពេលខ្លះយើងព្រឹកនេះខ្ញុំដាក់ចំណីក្រុមហ៊ុនហ្នឹងចំណីក្រុមហ៊ុនមានចំណីគេហៅថាចំណីសម្រាប់របស់មិនសាច់ណាបាទព្រោះខ្ញុំអត់បានលាយបន្លែចំណីដែលយើងលាយណាយើងផ្សំខ្លួនយើងជាមួយនឹងបន្លែជាមួយនឹងមេចំណីជ្រូកមេអីហ្នឹងណាព្រោះហ្នឹងតែយើងព្រឹកឡើងយើងលាយវាទុកឡើងយើងកាច់មេឃឆាយាទៅយើងយកទៅហាន់នេះបានយើងយកលាយច្បល់ចូលគ្នាហ្នឹងថែមទឹកបន្តិចទៅឲ្យវារាងល្មូតទៅដាក់ឲ្យស៊ីទៅស៊ីហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំរវល់ខ្ញុំយកចំណីក្រុមហ៊ុនមកដល់ចាក់ឲ្យម្នាក់មក2ចំណោក3ចំណោកទៅបាទដល់ពេលអញ្ចឹងវាស៊ីខ្ញៅប៉ុន្តែចំណីអត់សូវស៊ីទេដល់ពេលអញ្ចឹងវាអត់សូវស៊ីចំណីទេវាមកស៊ីតែបន្លែវាស៊ីបន្លែគេលងមូលវិញវាស៊ីបន្លែឆ្អែតសិនបានវារត់ទៅរកចំណីសិននោះណាចំណីគឺចំណីទេនោះណាវាស៊ីចំណីស៊ីទៅណាស៊ីបន្លែស៊ីទៅនឹងហើយតាមបែបធម្មជាតិរបស់វាយើងមិនអាចដាក់ឲ្យតែចំណីក្រុមហ៊ុនសុទ្ធទេបាទអាហ្នឹងគឺបាក់យើងចោះលុយច្រើនមិនវាស៊ីតែវាល្អប៉ុន្តែសាច់វាអត់សូវឆ្ងាញ់បើយើងដាក់បន្លែធម្មជាតិចំណីធម្មជាតិយើងផ្សំតាមខ្លួនយើងវាសាច់ឆ្ងាញ់បាទសាច់វាស្វិតហ្នឹងសាច់វាស្វិតល្អ
សាច់ស្ងួតតែបើសិនណាស៊ីចំណីខ្លាំងពេកវាទៅជាសាច់វារងផុយវាចង់ដូចមិនបីសោះណាសាច់ផុយហើយរងអាចឡើងខ្លាញ់តិចទៅវាអត់ឆ្ងាញ់ទេបាទជាតិមិនស្រែយើងនេះអត់ឆ្ងាញ់តែហ៊ានសាច់ផុយហើយឡើងខ្លាញ់តិចអត់កើតទេបាទអត់ឆ្ងាញ់ក៏ដោយព្រោះអាសារជាតិមិនស្រែនេះទៅក្រៀមសាច់វាទៅលំធំងើនឹងបានដាក់មកជាតិហ្មងដឹងតែជាតិបងប្អូនអញ្ចឹងវីដេអូមានប៉ុណ្ណេះឯងបងប្អូនអរគុណដែលបានតាមដានវីដេអូបាទអរគុណ